ខ្ញុំជឿថាប្រហែលជាមានអ្នកខ្លះគាត់ឆ្ងល់ដូចខ្ញុំដែរតាក់ទងមួយទីតាំងនៃដែនដីសវណ្ណភូមិនឹងថាតើសវណ្ណភូមិនឹងវានៅចំប្រទេសណាឲ្យប្រកាសមិនអញ្ចឹងយើងនៅស្រុកខ្មែរយើងថាខ្មែរយើងជាដែនដីសវណ្ណភូមិប៉ុន្តែបើយើងទៅប្រទេសជិតខាងដូចប្រទេសថៃយើងឃើញសូម្បីតែពលានយន្តហោះគេក៏ដាក់ឈ្មោះសវណ្ណភូមិពាក្យសវណ្ណភូមិនេះបើយើងកលេចមើលទៅប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ក៏មានប្រទេសខ្លះក៏មានប្រើពាក្យសវណ្ណភូមិនឹងដែរអញ្ចឹងសួរថាតើប្រទេសណាជាដែនដីសវណ្ណភូមិឲ្យពិតប្រាកដខ្ញុំធ្លាប់បានអានសៀវភៅមួយក្បាលដែលមានចំណងជើងថាប្រវត្តិពុទ្ធសាសនានៅប្រទេសខ្មែរជាស្នាដៃស្រាវជ្រាវរបស់ព្រះភិក្ខុប៉ាងខាត់នៅក្នុងហ្នឹងមានមួយផ្នែកនោះព្រះអង្គបានបកស្រាយអំពីទីតាំងពិតប្រាកដនៃដែនដីសវណ្ណភូមិហ្នឹងប៉ុន្តែមុននឹងចូលដល់ការបកស្រាយពីទីតាំងហ្នឹងខ្ញុំសូមលើកយកតើពាក្យសវណ្ណភូមិនេះមានដើមកំណើតមកពីណានៅក្នុងស្នាដៃហ្នឹងគេថាសវណ្ណភូមិហ្នឹងគឺមានដើមកំណើតមកពីជនជាតិឥណ្ឌានៅក្នុងសម័យបុរាណហ្នឹងដែលនាំគ្នាមកស្វែងរកមាសនៅតំបន់អាស៊ីអាគ្នេយ៍ហ្នឹងរួចទៅក៏ហៅតំបន់ហ្នឹងថាជាសវណ្ណភូមិឬក៏បើសិនជាដែនដីហ្នឹងជាដីកោះគេហៅថាសវណ្ណទ្វីបនៅសតវត្សទី3មុនគ្រិស្តសករាជព្រះបាទធម្មឥសោកដែលជាពុទ្ធសាសនិកដ៏សម្បើមហ្នឹងបានបញ្ជូនសាសនទូតទៅកាន់តំបន់ផ្សេងទូទាំងពិភពលោកនៅក្នុងនោះមានសាសនទូត2អង្គគឺព្រះសោណថេរនិងឧត្តរថេរដែលត្រូវបានចាត់មកបំពេញបេសកកម្មផ្សព្វផ្សាយសាសនានៅតំបន់សវណ្ណភូមិទន្ទឹមនោះអ្នកការទូតចិនសម័យបុរាណនៅក្នុងសម័យនគរ3សម័យសាមកុកហ្នឹងនគរអ៊ូហ្នឹងក៏បានបញ្ជូនរាជទូតមួយមកកាន់នគរភ្នំខ្មែរយើងនៅសតវត្សទី3ហ្នឹងនៅក្នុងកំណត់ត្រារបស់គាត់កាងថៃដែលជារាជទូតរបស់នគរអ៊ូហ្នឹងបានកត់ត្រាពីចម្បាំងរវាងព្រះបាទហ្វាន់ជីម៉ាន់ជាមួយនឹងនគរលីនគីនដែលប្រែថាព្រំដែនមាសឬក៏ដែនដីមាសហ្នឹងមួយទៀតអ្នកភូមិសាស្ត្រជាតិក្រិចឈ្មោះផ្តូលេមេហ្នឹងគាត់ហៅតំបន់អាស៊ីនេះថាដែនដីសវណ្ណភូមិហើយជាភាសាគាត់ឈ្មោះកេសោណែតវខ្ញុំអានមិនចំទេប៉ុន្តែនឹងដឹងប្រែថាតំបន់ហ្នឹងជាតំបន់មាសអញ្ចឹងសរុបមកវិញដែនដីសវណ្ណភូមិមើលយោងតាមការបកស្រាយរបស់ព្រះភិក្ខុប៉ាងខាត់ហ្នឹងគឺជាតំបន់អាស៊ីអាគ្នេយ៍ទាំងមូលក្នុងនោះមានដែនដីនៅភូមានៅថៃនៅចម្ប៉ាពីបុរាណបច្ចុប្បន្នវៀតណាមភាគខាងត្បូងនៅហ្វូណននៅខ្មែរយើងហ្នឹងហើយនៅកោះស៊ូម៉ាត្រាផ្នែកខ្លះនៃកោះបូនអូហើយជាមួយនឹងអ៊ុបបទ្វីបម៉ាឡេសពថ្ងៃនេះអញ្ចឹងទៅសរុបមកវិញបើនិយាយពីដែនដីសវណ្ណភូមិមិនមែនជារបស់ប្រទេសណាមួយនៅក្នុងអាស៊ីអាគ្នេយ៍នេះផ្ដាច់មុខទេមិនមែនជារបស់ខ្មែរផ្ដាច់មុខទេ